Hello សួស្តីណាសួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះចង់មកណែនាំពីម៉ាស់មីវីអនវ៉ៃតែម្ដងអូយល្អមែនតើបងប្អូនណាចាល្អមែនតើអ្នកណាខ្លះដែលគាត់មានបញ្ហាមុខចាមុខស្រអាប់មុខរុនធំមុខសរសៃក្រហមចាមុនទូចមុនធំលាបអីអត់ត្រូវលាបអីអត់សំណើមមកបងប្អូនណាចាជាពិសេសដូចនេះខ្ញុំបានរៀបរាប់អញ្ចឹងគឺមុខដែលអត់មានសំណើមតែម្ដងណាចាលាបអីអត់សជាពិសេសគឺស្នាមអុចចាស្នាមអុចខ្មៅនៅលើផ្ទៃមុខចាប្រភេទជ្រួញតាមកន្ទុយភ្នែកខ្មៅតាមរង្វង់ភ្នែកដែលគាត់គេងអត់សូវបានអត់សូវលក់អញ្ចឹងបងប្អូនណាចាអញ្ចឹងមកជួយធ្វើតេស្តមីវីអនវ៉ៃយើងទាំងអស់គ្នាណាឥឡូវបងប្អូនណាចាខ្ញុំប្រើជាប្រភេទមុខស៊ីណៃមើលចាគឺចង់មកណែនាំអំពីម៉ាស់ហ្មងចាគឺម៉ាស់ផលិតនៅហុងកុងចារូបមន្តគឺបានមកពីប្រទេសបារាំងតែម្ដងណាបងប្អូនណាចាគឺប្រភេទមុខស៊ីនតែម្ដងណាមុខស៊ីនតែម្ដងព្រោះអីមុខដោយសារបានមកសប្ថ្ងៃនេះចាគឺបានមកប្រើផលិតផលដែលត្រូវដែលមានស្តង់ដារនិងគុណភាពការវេចខ្ចប់ចាទៅផ្ទៃមុខចាទៅផ្ទៃមុខបានស្អាតទៅសប្ថ្ងៃបងប្អូនណាចាជាពិសេសគឺក្មេងជាងវ័យតែម្ដងណាគឺក្មេងជាងវ័យតែម្ដងគឺមុខនេះគឺមុខស៊ីនអញ្ចឹងជូតឲ្យមើលហើយនឹងយើងប្រើជាមួយម៉ាស់មីវីអនវ៉ៃដូចគ្នាណាចាសាកមុខមើលប្រើម៉ាស់មីវីអនវ៉ៃដូចគ្នាណាអញ្ចឹងមុខនេះខ្ញុំគឺប្រើជាប្រចាំតែម្ដងណាប្រើជាប្រចាំតែម្ដងចាគឺមកចង់ធ្វើតេស្តរបស់ក្រុមហ៊ុនមីវីអនវ៉ៃអញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាស្នាមកន្ទុយភ្នែកបំវងក្មេកបំវងគ្រាប់ភ្នែកនេះដែលគាត់គេងលក់ចាគេងអត់សូវលក់គេហៅលក្ខណៈថាភ្នែកខ្មៅចាគេហៅថាលក្ខណៈភ្នែកខ្មៅនិងស្នាមកន្ទុយភ្នែកចាលាបអីអត់ត្រូវលាបអីអត់សមុខអត់មានសំណើមចាអញ្ចឹងអាចមកប្រើជាមួយនឹងម៉ាស់មីវីអនវ៉ៃជាមួយនឹងខ្ញុំទាំងអស់គ្នាណាឥឡូវបងប្អូនមើលទាំងអស់គ្នាព្រោះអីពិសេសមែនតើបងប្អូនណាចាពិសេសដោយសារអីចាពិសេសគឺផ្ដោតទៅលើគុណភាពតែម្ដងចាគឺជាក់ស្ដែងគឺល្អបងប្អូនចាជាពិសេសគឺមុខឲ្យមានសំណើមតែម្ដងអញ្ចឹងអត់មានពិបាកប្រើទេបងប្អូនយើងមុខនឹងសាប៊ូជូតមុខឲ្យស្ងួតចាគឺមុខស៊ីនហ្មងបងប្អូនណាចាគឺមុខស៊ីនតែម្ដងណាមុខស៊ីនតែម្ដងប្រើជារៀងរាល់សប្ដាហ៍ចា2ថ្ងៃ3ថ្ងៃយើងបិទម្ដង2ថ្ងៃ3ថ្ងៃគឺបិទម្ដងបងប្អូនគឺអត់បានតែម្ដងព្រោះអីយើងសម័យកាលនេះចាគឺគីមីច្រើនណាស់បើយើងមិនមានជំនួយទេគឺចាស់ជាងវ័យណាស់ហើយសម្រាប់យើងស្ត្រីដែលយើងមានកូនចាបើយើងបណ្ដោយទៅតាមអាយុកាលបងប្អូនបើនិយាយទៅចាស់ជាងវ័យទៅទៀតណាសម្រាប់នាងខ្ញុំ34ហើយបងប្អូនណាចាវ័យនាងខ្ញុំ34ហើយអញ្ចឹងនាងខ្ញុំស្រឡាញ់ភាពស្រស់ស្អាតអញ្ចឹងខ្ញុំអត់មានបដោយខ្លួនទៅចាស់ជាងវ័យទេបងប្អូនចាចឹងខ្ញុំមានបដោយខ្លួនទេគឺខ្ញុំត្រូវការភាពស្អាតណាបងប្អូនអញ្ចឹងគឺយើងមានតែជំនួយចារកអ្វីដែលត្រូវរកអ្វីដែលប្រើទៅធ្វើឲ្យយើងចាស្បែកចាំគេហៅថានិយាយកាត់នឹងខ្លីនិយាយទៅគឺប្រភេទនេះគឺលក្ខណៈថាបាត់ទៅគឺក្មេងជាងវ័យតែម្ដងណាចាអញ្ចឹងក្នុងមួយប្រអប់នេះគឺមាន5បន្ទះបងប្អូនណាចាក្នុងមួយប្រអប់មាន5បន្ទះចា5បន្ទះគឺបងប្អូនអាចបិទបាន5ដងឯណោះណាបន្ទះមាន5បន្ទះបិទបាន5ដងក្នុងមួយប្រអប់$11បងប្អូនណាចាតែទិញឥឡូវគឺមានប្រូម៉ូសិនទិញ2ថែម1បងប្អូនណាចាទិញ1ប្រអប់គឺថែម1ប្រអប់ទិញ2ប្រអប់ថែម1ប្រអប់បងប្អូនណាចាទិញ2ថែម1ណាសូមបញ្ជាក់ទិញ2ថែម1អញ្ចឹងបងប្អូនទស្សនាមើលទាំងអស់គ្នាណាចាមើលទស្សនាទាំងអស់គ្នានាងខ្ញុំធ្វើមកនេះគឺមកធ្វើតេស្តឲ្យបងប្អូនបានមើលទាំងអស់គ្នាណាគឺល្អមែនតើសម្រាប់នាងខ្ញុំចាព្រោះជួខ្លះនាងខ្ញុំដល់ម៉ោងគេងនៅខាងបិទចំនួន20នាទីអញ្ចឹងនាងខ្ញុំអត់សូវបាននេះអត់សូវបានថតវីដេអូដោយសារថាពេលខ្លះរវល់អញ្ចឹងពេលដល់លើផ្ទះមួយទឹកហើយបិទមុននឹងគេងទៅបិទមុខហើយបន្ទាប់20នាទីហើយគឺនាងខ្ញុំចាលាបផលិតផលដែលនាងខ្ញុំប្រើត្រូវជារៀងរាល់យប់ចាជារៀងរាល់យប់ជារៀងរាល់ថ្ងៃជារៀងរាល់ពេលវេលាបងប្អូនមើលទឹកវាសិតទឹកវីតាមីនបងប្អូននេះទឹកវាយ៉ាងនេះចានិយាយទៅបងប្អូនគឺលាបត្រជាក់មុខបងប្អូនណាចាលាបមើលណែបងប្អូនគ្រាន់តែយើងដាក់ទឹកលាបវីតាមីនប៉ុណ្ណឹងធ្វើឲ្យស្បែកមុខយើងរលោងបងប្អូនមុខនាងខ្ញុំមកពីដើមមកមិនបានប៉ុណ្ណឹងទេនិយាយត្រង់បងប្អូនចាពីដើមមកមិនបានប៉ុណ្ណឹងទេតែយើងប្រើផលិតផលដែលត្រូវចាផលិតផលដែលត្រូវម៉ាស់ដែលយើងបិទទៅជារៀងរាល់ពេលវេលាដែលយើងប្រើម៉ាស់ហ្នឹងណា
វាល្អខ្លាំងពេកបងប្អូនអញ្ចឹងធ្វើឲ្យមុខយើងមានសំណើមចាកាន់តែស្អាតកាន់តែក្មេងព្រោះអីมันអាចចោលបានទេបងប្អូនណាចាវាមិនអាចចោលបានទេអញ្ចឹងយើង2ថ្ងៃ3ថ្ងៃគឺយើងបិទបំពន់ស្បែកមុខម្ដងណា2ថ្ងៃ3ថ្ងៃយើងបិទបំពន់ស្បែកមុខបងប្អូនណាវាមាន2សន្ទាប់ណាសន្ទាប់ស្បែកនិងសន្ទាប់ជ័រខាងក្រៅណាមិនជ័រគេហៅលក្ខណៈថង់បងប្អូនចាប្រភេទស្បែកនិងប្រភេទថង់ខាងក្រៅណាហើយនិយាយពីសាច់ស្បែកវិញគឺដូចពណ៌សាច់នឹងមុខយើងតែម្ដងណាចាក់ស្ដែងនេះមើលទាំងអស់គ្នាបងប្អូនហើយនិយាយពីម៉ាស់គ្នាមកបងប្អូនណាត្រជាក់មុខមែនតើនេះជាបងប្អូននឹងឲ្យបានដាក់ទូទឹកកកគាត់ទៅហាយភ្លាមបិទផ្លែនិយាយទៅធ្វើឲ្យស្បែកមុខជាជួយរឹតបន្តឹងជាពិសេសគឺរឹតបន្តឹងស្បែកមុខតែម្ដងហើយនិយាយពីសាប៊ូវីតាមីនវាបងប្អូនចាសាប៊ូវាជាវីតាមីនណានេះបងប្អូនណាពេលដែលយើងបិទហើយវីតាមីនយើងចានេះវីតាមីននៅក្នុងម៉ាស់បងប្អូនចាយើងយកមកលាបនៅលើផ្ទៃមុខចាយកមកលាបផ្ទៃមុខបើអត់អស់បងប្អូននេះយើងអាចលាបនៅកញ្ចក់កបានព្រោះវាជួយរឹតបន្តឹងស្បែកមុខបងប្អូនមើលទាំងអស់គ្នានេះនិយាយពីផ្ទៃសាច់វាបងប្អូនចានិយាយទៅស្បែកវាហ្នឹងគឺសាច់មិនគឺគេហៅលក្ខណៈស្បែកវាដូចគ្នាចឹងបងប្អូននេះចឹងសម្រាប់អ្នកដែលគាត់ចាស្នាមកន្ទុយភ្នែកខ្មៅបំវង់ភ្នែកសរសៃក្រហមលាបអីអត់ត្រូវលាបអីអត់សជាពិសេសមុខដែលអត់មានសំណើមបងប្អូនប្រើតែត្រឹមតែមួយប្រអប់ទេបងប្អូនពួកអីក្នុងមួយប្រអប់វាមានតែ5ប្រទេសហ្នឹងបងប្អូន5ប្រទេសហ្នឹងបងប្អូនបិទតែបាន5ដងឯងអញ្ចឹង3ថ្ងៃ2ថ្ងៃបងប្អូនបិទម្ដងទៅព្រោះយើងចង់ដឹងណាបងប្អូនណាបើយើងចង់ដឹងយើងត្រូវតែប្រើឲ្យអស់មួយប្រអប់2ថ្ងៃ3ថ្ងៃ2ថ្ងៃ3ថ្ងៃបងប្អូនបិទម្ដងហ្នឹងព្រោះអីសម្រាប់អ្នកដែលគាត់ធ្លាប់ប្រើម៉ាស់ជាប្រចាំជារាល់ខែជារាល់ថ្ងៃណាចឹងគាត់ដឹងហើយថាពេលដែលគាត់បិទម៉ាស់មួយណាដែលមិនត្រូវចាបិទម៉ាស់មួយណាក៏មិនត្រូវបិទម៉ាស់មួយណាក៏លំមាស់ចាបិទមួយណាក៏គេហៅលក្ខណៈថាមុខអត់មានសំណើមមកបងប្អូនណាចាចឹងអាចមកប្រើជាមួយម៉ាស់មីវីអិនវ៉ាចាបងប្អូនណាចាពេលដែលយើងបិទហើយបងប្អូនទុកតែចំនួន20នាទីយើងចង់ធ្វើអីធ្វើទៅពេលដល់មកយើងនឹងបកវាចេញទៅហើយបាត់ហើយបងប្អូនណាចានិយាយទៅធ្វើឲ្យស្បែកមុខសមាត់ទន់រលោងសចាញ់ចាំងតែម្ដងណាបងប្អូនណាចាអញ្ចឹងនេះខ្ញុំចង់មកណែនាំអំពីម៉ាស់បិទមុខតែម្ដងចាធ្វើឲ្យស្បែកមុខសមាត់ទន់រលោងសស្អាតលាបអីក៏ចូលបំបត្តិភាពជ្រីជ្រួញបំបត្តិបំពង់ភ្នែកខ្មៅបំបត្តិសរសៃក្រហមមុនទូចមុនធំចាសំខាន់គឺមុខយើងធ្វើឲ្យមុខយើងមានសំណើមព្រោះអីស្ត្រីឬក៏បុរសក៏ដោយចាតមុខស្ងួតគឺអត់ស្អាតទេតមុខស្ងួតក៏លាបអីអត់ត្រូវដែរលាបអីអត់ចូលដែរចាគឺមុខវាអត់មានសំណើមបងប្អូនណាចាអញ្ចឹងតិចទៀតចាំទស្សនាទាំងអស់គ្នាណាបងប្អូនណាចាខ្ញុំបិទចំណេញតែ20នាទីឯងចាំបងប្អូនជួបគ្នានៅពេលដែលខ្ញុំបកណាបងប្អូនណាចាបកចំនួន20នាទីបងប្អូនចាំតាមដានទាំងអស់គ្នាតើផ្ទៃមុខពេលដែលបិទហើយចាអញ្ចឹងធ្វើឲ្យស្បែកមុខបងប្អូនដែលបិទហើយចាគឺធ្វើឲ្យស្បែកមុខសទន់មាត់រលោងសចាញ់ចាំងជាពិសេសគឺមានសំណើមតែម្ដងណាបងប្អូនចាំតិចទៀតគឺទស្សនាទាំងអស់គ្នាណាហើយចប់ឲ្យដល់20នាទីសិនណាបងប្អូនណាចាឲ្យដល់20នាទីសិនចាំយើងជួបគ្នាម្ដងទៀតណាអរគុណច្រើន